ក្តីព្រួយបារម្ភពីសុវត្ថិភាពអ្នកថ្មើរជើងចិញ្ចើមផ្លូវនៅម្ដុំសាទូលពងរោត្រូវបានប្រើប្រាស់ជាកន្លែងលក់ដូរនៃចំណតយឺតយន្តតើបងប្អូនប្រជាពលរដ្ឋគួរធ្វើដំណើរតាមណាគោរពជូនលោកសកចាន់កញ្ញរិទ្ធអភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យជាទីគោរពយោងតាមរូបភាពជាក់ស្ដែងនៃក្តីកង្វល់ដែលអង្គភាពព័ត៌មានអាស៊ានដេលីទទួលបានពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានបានបង្ហាញឲ្យឃើញពីទស្សនវិជ្ជានៃការប្រើប្រាស់ចំណីផ្លូវរដ្ឋនិងផ្លូវថ្មើរជើងធ្វើជាទីតាំងប្រកបអាជីវកម្មនិងជាចំណតយឺតយន្តដែលស្ថិតនៅចំណុចជុំវិញផ្សារទូលពងរោសង្កាត់ចោមចៅទី1ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញតាមរយៈរូបភាពដែលបានផ្ដិតយកនេះបង្ហាញថាចំណីផ្លូវដែលរៀបចំឡើងសម្រាប់បម្រើប្រយោជន៍សាធារណៈត្រូវបានបិទបាំងស្ទើរតែទាំងស្រុងសូមជម្រាបជូនថាទីតាំងនេះគឺជាតំបន់ទីប្រជុំជនដែលមានទីតាំងក្បែររោងចក្រនិងសាលារៀនដែលទាមទារបងប្អូនកម្មករកម្មការិនីសិស្សានុសិស្សនិងប្រជាពលរដ្ឋទូទៅត្រូវធ្វើដំណើរថ្មើរជើងឆ្លងកាត់ជាប្រចាំថ្ងៃការបាត់បង់ទំហំផ្លូវថ្មើរជើងនេះកំពុងបង្ខំឲ្យបងប្អូនប្រជាពលរដ្ឋគ្មានជម្រើសអ្វីក្រៅពីប្រថុយដើរចុះមកលើទ្រូងផ្លូវដែលអាចប្រឈមមុខនឹងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុគ្រប់វិនាទីបញ្ហានេះមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់និងសោភ័ណភាពទីក្រុងប៉ុណ្ណោះទេតែអ្វីដែលជាទីព្រួយបារម្ភបំផុតនោះគឺហានិភ័យដល់អាយុជីវិតរបស់អ្នកធ្វើដំណើរថ្មើរជើងតែម្ដងអាស្រ័យហេតុនេះក្នុងនាមជាកញ្ចក់ឆ្លុះបញ្ចាំងនិងជាស្ពាននាំសារអង្គភាពយើងខ្ញុំសូមនាំយកនៅក្តីកង្វល់នេះគោរពស្នើសុំដល់លោកសកច័ន្ទកញ្ញរិទ្ធអភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យសូមមេត្តាចាត់មន្ត្រីជំនាញចុះពិនិត្យនិងរៀបចំសណ្ដាប់ធ្នាប់នៅទីតាំងខាងលើឡើងវិញដើម្បីសង្គ្រោះផ្លូវថ្មើរជើងធានាបាននូវសុវត្ថិភាពពោះជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពប្រជាពលរដ្ឋនៅតែមានជំនឿយ៉ាងមុតមមលើចំណាត់ការរបស់អាជ្ញាធរខណ្ឌជានិច្ចធ្វើនៅរាជធានីភ្នំពេញថ្ងៃសុក្រទី24ខែកក្កដាឆ្នាំ2026សេចក្តីបញ្ជាក់ពីអង្គភាពព័ត៌មានអាស៊ានដេលីយើងខ្ញុំគឺជាកញ្ចក់ឆ្លុះបញ្ចាំងនិងជាស្ពាននាំសារពីបងប្អូនប្រជាពលរដ្ឋជូនទៅដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក៏ដូចជានាំសារពីរាជរដ្ឋាភិបាលមកកាន់បងប្អូនប្រជាពលរដ្ឋវិញតែប៉ុណ្ណោះយើងខ្ញុំសូមបញ្ជាក់យ៉ាងច្បាស់ថាអង្គភាពយើងខ្ញុំពុំមានចេតនាញុះញង់ឬធ្វើឲ្យប៉ះពាល់ដល់កិត្តិយសឬធ្វើឲ្យប៉ះពាល់ដល់សិទ្ធិនិងកិត្តិយសរបស់បុគ្គលណាមួយឡើយអង្គភាពយើងខ្ញុំមានតួនាទីត្រឹមតែជាអ្នកផ្សព្វផ្សាយព័ត៌មាននិងពុំមានសិទ្ធិអំណាចក្នុងការវេញញើកាត់ក្តីថាអ្នកណាខុសឬអ្នកណាត្រូវនោះទេពលគឺទុកភារកិច្ចនិងការវិនិច្ឆ័យកិច្ចការងារទាំងនេះជូនទៅស្ថាប័នច្បាប់និងអាជ្ញាធរមានសមត្ថកិច្ចជាអ្នកចាត់វិធានការបន្តសូមអរគុណហាងផ្កាសិរីមង្គលនិងពិធីការមានទទួលរៀបចំដេគ័រផ្កាស្រស់និងផ្កាជួរដោយតម្លៃសមរម្យសម្រាប់ពិធីមង្គលការពិធីកាត់ចំណងដៃពិធីភ្ជាប់ពាក្យពិធីឡើងគេហដ្ឋានថ្មីឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ096 57 777 04 077 73 01 18